cùng các nhà cùng các cơ sở ăn cùng cơ lực này đang ở sâu sâu ta lực hơn trong chất cùng cơ sở trong an riêng cơ sở ăn tôi được cùng cơ sở chuyên nghiệp nhóm đang nhận lực lòng cơ sở đó hay nhận về áp đặt hay rồi người ai tham ai rồi đồng lực nhân cơ sở hay lên tầm nông chỉ liên tầm nông ban an thì khơi cô buôn tất cả để nằm các bạn hiện đang làm thực tếในក្នុងภาษาនេះតំណងជាបានអានមុនគេណាខ្ញុំតែនៅក្នុងបានចាត់ចែងដើម្បីឲ្យគេដាក់មកតាមនៅក្នុងថ្ងៃ15កើតនេះណាបានចែកគ្នាព្រោះសម្រាប់នៅខ្ញុំទៅកឋិនត្រឡប់មកវិញទៅយូរចឹងអាចបាននៅក្នុងថ្ងៃទិញរមីហ្នឹងណាហើយរៀនចិត្តនៅក្នុងធ្វើហ្នឹងយើងនឹងរៀនណាក្នុងធ្វើប្រមូលហ្នឹងមិនជាលំបាកច្រើនទេព្រោះលំបាកនៅក្នុងកិច្ចសង្ឃៈហ្នឹងដែលយើងដឹងសប្បុរសហើយគ្រាន់តែរៀបរាប់ចំនួនចិត្តក្នុងធ្វើឥឡូវនេះសូមកណាគុណចាស់ស្ដាប់រឿងព្រះបរមពុទ្ធសាសនាចឹងណារឿងនេះគឺការដែលព្រះដែលមានលោកព្រះអង្គទ្រង់ប្រថាប់នៅវត្តទេពគុណមហារិទ្យាទ្រង់បានប្រពទៅលើការលះបង់ជីវិតរបស់ព្រះអនន្តថេរៈណាក្នុងការដែលព្រះអង្គទ្រង់ស្ដាប់យើងបណ្ឌបាតហ្នឹងទេវតាបានញុះញង់នៅការអតិតតនឹងឲ្យកំអកស្រាដល់ដំរីនារាគិរីហើយបានប្រឡែងដំរីនោះមកទាំងអីដែលបានស្ទុះមកទៅព្រះសម្មាសម្ពុទ្ធព្រះអនន្តក៏បានទៅស្ទះអំពីខាងមុខព្រះអង្គសម្ដីព្រះអង្គមានព្រះពុទ្ធរិកាឲ្យព្រះអនន្តកិច្ចចេញដល់ទៅ3ដងក៏ព្រះអនន្តមិនកិច្ចដែរតើតែព្រះអង្គទ្រង់ញ៉ាំព្រះអនន្តនឹងឲ្យថយដល់លំអាចរិទ្ធរបស់ព្រះអង្គទៀតផងដោយបានព្រះអង្គទ្រង់សកសាយនៅមេត្តាឲ្យដំរីនោះឯងស្វាងស្រាលនឹងហើយក៏នៅក្នុងអវាទរបស់ព្រះអង្គទៅហើយសេចក្តីនេះក៏បានល្បីឡើងនៅព្រះគុណនៃព្រះអនន្តដែលសុខចិត្តលះបង់ជីវិតដើម្បីការពារព្រះសម្មាសម្ពុទ្ធណាហើយក៏មានរឿងនៅក្នុងមហាហង្សជាដកដែរណាដែលមហាហង្សជាដកនេះមាននៅក្នុងអតីតនិបាតជាដកមានព្រះគាថាច្រើនណាស់បើគ្រាន់តែមើលដោយសេចក្តីហើយយកនៃសង្ខេបមកសម្ដែងក៏បានតែខ្ញុំក៏អាចសម្រាប់ចង់ឲ្យបានសេចក្តីពិស្ដារនៃព្រះពុទ្ធរិកាហើយនឹងព្រះវាចារបស់ព្រះបរមពុទ្ធសាសនាជាមួយនឹងព្រះអនន្តដែលមានសេចក្តីគួរឲ្យយើងចង់ស្ដាប់ហ្នឹងគឺរឿងរ៉ាវដូចដែលបានរៀបរាប់មកហើយនោះបន្តមកក្នុងថ្ងៃមួយពួកភិក្ខុក៏បានសន្ទនាគ្នាក្នុងរោងធម្មសភាថាមនាលអវសាទាំងឡាយព្រះអនន្តមានអាយុបានសុខចិត្តលះបង់ជីវិតរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់ព្រះតថាគតបានធ្វើនៅកិច្ចដ៏លំបាកដែលអ្នកដទៃមិនងាយធ្វើបានដែរគឺលោកបានឃើញដំរីនារាគិរីហើយសម្ដីត្រូវព្រះសាស្តាប្រហានដល់ទៅ3ដងក៏មិនព្រមត្រឡប់ឡើយគឺគួរឲ្យព្រះខ្លានិងព្រះអនន្តថេរៈដែលមានអាយុណាស់ដែលបានធ្វើនៅកិច្ចដែលអ្នកដទៃធ្វើបានដោយលំបាកក្នុងការនោះព្រះបរមសាស្តាព្រះអង្គទ្រង់មានព្រះតម្រិះថាពាក្យសរសើរគុណរបស់ព្រះអនន្តកំពុងតែប្រព្រឹត្តទៅតថាគតគួរទៅនៅក្នុងពេលនេះតែព្រះអង្គទ្រង់ស្ដាប់យើងចិញ្ចាអំពីប្រគុណកតស្ដេចក៏បានត្រាស់សួរថាមនាលភិក្ខុទាំងឡាយពួកអ្នកអង្គុយសន្ទនាគ្នាអំពីរឿងអ្វីនៅក្នុងពេលនេះក្នុងកាលនោះភិក្ខុក៏បានត្រាស់ទូលដល់ព្រះសម្មាសម្ពុទ្ធឲ្យព្រះអង្គទ្រង់បានជ្រាបហើយតែព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែក្នុងពេលនេះប៉ុណ្ណោះទេក្នុងកាលមុនអនន្តសូម្បីបានកើតហើយក្នុងកំណើតជាសត្វតិខាក៏មិនព្រមដើម្បីនឹងរត់ចោលតថាគតតែ
ព្រមលះបង់ជីវិតរបស់ខ្លួនដើម្បីប្រយោជន៍ដល់តថាគតដូចគ្នាដែរដូច្នេះហើយព្រះអង្គក៏ទ្រង់គង់នៅដោយតមហេព្រានតាភិក្ខុទាំងអស់នោះទូលអារាធនាទៅទ្រង់នាំអតីតនិទានមកសម្ដែងដោយតទៅក្នុងអតីតកាលក្នុងនគរពេរិណសីព្រះចៅក្រុងពេរិណសីទ្រង់ព្រះនាមថាសង្យមៈមានព្រះអគ្គមហេសីទ្រង់ព្រះនាមថាខេមាក្នុងកាលនោះព្រះបរមពុរិស័ទមានពពួកហង្ស 96,000 ជាបរិវារអាស្រ័យនៅភ្នំចិត្តកោដក្រោយមកថ្ងៃមួយព្រះនាងខេមាទេវីដែលជាអគ្គមហេសីនៃព្រះបាទសង្យមៈក្នុងនគរពេរិណសីបានទ្រង់ព្រះសក្តិនិមិត្តក្នុងវេលាចិត្តភ្លេងថាមានស្ដេចហង្សនេះពីរបានមកទុំនៅនឹងព្រះរាជបល្ល័ង្កហើយសម្ដែងនៅធម្មកថាដោយសម្លេងដ៏ពិរោះការព្រះនាងទេវីប្រទានសាធុការបានទ្រង់ស្ដាប់នៅធម្មកថាក្នុងពេលនោះមិនតាន់បានស្អែកក្នុងការស្ដាប់ផងរាត្រីក៏កន្លងទៅស្ដេចហង្សទាំងពីរការដែលសម្ដែងហើយទៅនាំគ្នាហើយចេញទៅតាមច្រឡំបង្អួចសម្ដីព្រះនាងបានបង្កប់ថាអ្នកទាំងឡាយចូលប្រញាប់ក្រោកឡើងជួយគ្នាជួយចាប់ហង្សដែលកំពុងហើរទៅកំពុងតែលេបនៅប្រហោះក្នុងទីនោះក៏បានភ្ញាក់ឡើងចាក់ព្រះបន្ទុំពួកនាងដែលគាល់នៅក្នុងទីនោះបានលើព្រះសក្តិនៃរបស់ព្រះនាងក៏នាំគ្នាញញឹមបន្តិចថាមានហង្សនៅណាព្រះនាងទៅទ្រង់បានជ្រាបក្នុងគណៈនោះថាខ្លួនឯងមានការសុបិននិមិត្តតែប៉ុណ្ណោះហើយក៏ទ្រង់ព្រះតម្រិះថារបស់ដែលមិនពិតប្រាកដយើងមិនយល់សពឃើញដែរដាក់ហង្សដែលមានពណ៌ដូចជាលះប្រកបជាមាននៅក្នុងលោកនេះតែបើយើងនឹងទូលព្រះរាជាថាខ្ញុំម្ចាស់ប្រាថ្នានឹងស្ដាប់គោរបស់ស្ដេចហង្សនេះទាំងឡាយព្រះអង្គនឹងត្រាស់ថាហង្សនេះទាំងឡាយយើងមិនធ្លាប់ឃើញឡើយហើយធម្មតាហង្សទាំងឡាយនឹងពោលពាក្យដូចម្ដេចបានយើងក៏មិនធ្លាប់ឃើញដែរដូចនេះជាពិតប្រាកដក៏ទ្រង់មិនបានខ្វល់ខ្វាយដើម្បីនឹងឲ្យយើងបានស្ដាប់ធម៌របស់ហង្សឡើយតែបើយើងបានទូលព្រះអង្គថាយើងបានតាំងគោមានអាការៈចាំងគោហើយព្រះអង្គគង់នឹងមានការប្រឹងប្រែងស្វែងរកដោយឧបាយយ៉ាងណាមួយតាមសេចក្តីប្រាថ្នារបស់យើងនឹងសម្រេចទៅតាមមនោរថដោយអាការយ៉ាងនេះព្រះនាងក៏បានសម្ដែងនៅអាការៈប្រឈួនឲ្យបញ្ញាដល់ពួកនាងស្នំទាំងឡាយទ្រង់បន្ទុំស្ងៀមព្រះជាក៏ប្រថាប់គង់នៅនឹងព្រះរាជអាសនៈមិនបានទួតត្រណេកឃើញព្រះនាងក្នុងពេលដែលនាងធ្លាប់ចូលគាល់ទៅត្រាស់សួរថាព្រះនាងខេមាទៅណាទ្រង់ស្ដាប់ថាប្រឈួនទៅស្ដេចទៅកាន់សំណាក់របស់ព្រះនាងក៏បានប្រថាប់គង់នៅនឹងទីកន្លែងមួយក្នុងព្រះបន្ទុំទ្រង់ស្ទាបខ្នងហើយក៏ត្រាស់សួរថានាងដ៏ចម្រើននាងមិនសប្បាយយ៉ាងណាព្រះនាងក៏ទូលតបថាបបិទ្ធការដែលមិនសប្បាយយ៉ាងដទៃនោះមិនមានឡើយតែអាការៈទ្រង់គួរបានបង្កើតឡើងដល់ខ្ញុំម្ចាស់ព្រះជាត្រាស់ថានាងដ៏ចម្រើនបើដូច្នោះចូលប្រាប់ម្ចាស់តើនាងប្រាថ្នានៅរបស់ណាយើងនឹងនាំនៅរបស់នោះមកឲ្យនាងដោយឆាប់រហ័សព្រះនាងទូលថាបបិទ្ធមហារាជខ្ញុំម្ចាស់ប្រាថ្នានឹងធ្វើការបូជាដោយរបស់ព្រះអូបនិងការឈើទាំងឡាយដល់ស្ដេចហង្សនេះមួយដែលបានទុំនៅនឹងរាជបល្ល័ង្កមានស្វេតឆ័ត្រដែលបានលើកឡើងហើយឲ្យពោលសក្ការៈការស្ដាប់ធម្មកថាដល់ស្ដេចហង្សនោះដែលខ្ញុំម្ចាស់បានយ៉ាងនេះការបានដោយប្រការដូចនេះនោះគឺជាការល្អបើថាមិនបានទេជីវិតរបស់ខ្ញុំម្ចាស់នឹងមិនមានឡើយសម្រាប់នោះព្រះរាជាក៏ទ្រង់បានលួងលោមប្រតិរបស់ព្រះនាងថាបើសវណ្ណហង្សមាននៅក្នុងលោកលោកគឺនាងក៏មានសេចក្តីបារម្ភដែរគង់នឹងបានសម្រេចទៅតាមបំណងកុំមានការខូចចិត្តអ្វីហើយព្រះរាជាស្ដេចក៏ចេញចាអំពីបន្ទប់ដែលមានសេរីបានត្រាស់ប្រឹក្សាជាមួយនឹងអាមាត្យថាម្នាក់អ្នកដ៏ចម្រើនទាំងឡាយព្រះនាងខេមាទេវី
បានត្រាស់ជាមួយនឹងយើងគឺថាខ្ញុំមិនចាំបានស្ដាប់នៅធម្មកថារបស់ស្ដេចហង្សនេះទៅអាចមានជីវិតទៅបានបើមិនបានស្ដាប់នៅធម្មកថារបស់ស្ដេចហង្សនេះហើយមិនអាចមានជីវិតទៅបានឡើយហង្សដែលមានពរដូចជានេះតើមានដែរឬទេម្ល៉េះអ្នកទាំងឡាយពួកអាមាត្យក៏ក្រាបទូលថាមហាបពិតខ្ញុំព្រះអង្គទាំងឡាយមិនធ្លាប់ឃើញដែរទាំងមិនធ្លាប់ដែលបានឮនោះទៀតផងព្រះជាក៏ត្រាស់ទូលថាតើមាននរណាដែលអាចស្គាល់បានខ្លះពួកអាមាត្យក៏ក្រាបទូលថាមហាបពិតពួកព្រាហ្មណ៍ព្រះរាជាក៏បានត្រាស់បង្គាប់ឲ្យអញ្ជើញដល់ព្រាហ្មណ៍ទាំងឡាយមកទ្រង់ក៏បានធ្វើសក្ការៈហើយក៏ត្រាស់សួរថាណែអាចារ្យទាំងឡាយហង្សដែលមានពរដូចនេះមានដែរឬទេពួកព្រាហ្មណ៍ក៏បានក្រាបទូលថាបបិទ្ធព្រះសមត្ថទេមហារាជដ៏ចម្រើនតតិរិឋាន6ចម្ពោះទាំងអស់មានត្រីមានក្តាមមានដែកមានបរិទ្ធមានកង្កោបមានហង្សគឺមានមកនៅក្នុងមុនរបស់ទូលបង្គំគឺមានពរដូចនេះបណ្ដាសត្វទាំង6ចម្ពោះនេះគឺឈ្មោះថាហង្សដែលកើតនៅក្នុងតកូលភតរៈគឺជាសត្វឆ្លាតប្រកបដោយការចេះដឹងគឺរាប់ទាំងពពួកមនុស្សគឺរមែងជាសត្វដែលមានពរដូចជានេះរួមជា7ចម្ពោះដល់ប្រការដូចនេះព្រះរាជាទ្រង់មានបតីត្រេកអររីករាយហើយក៏ត្រាស់សួរថាពពួកហង្សដែលកើតក្នុងតកូលភតរៈនោះនៅក្នុងទីណាលោកអាចារ្យពួកព្រាហ្មណ៍ក៏បានទូលថាបបិទ្ធមហារាជពួកយើងខ្ញុំនេះក៏មិនច្បាស់លាស់ដែរគឺមិនបានដឹងពិតប្រាកដដែរថាតើហង្សនេះនោះមាននៅក្នុងទីណាព្រះរាជាក៏ត្រាស់សួរថាអញ្ចឹងតើមាននរណាដឹងពួកហង្សនោះខ្លះថាហង្សនោះនៅក្នុងទីណាថាពួកព្រាហ្មណ៍ក៏បានទូលព្រះរាជាថាពួកបុត្ររបស់នាយព្រានព្រៃក៏អាចនឹងជ្រាបដឹងបានតែបានត្រាស់បង្គាប់ឲ្យឲ្យពួកនាយព្រានមកគឺពួកនាយព្រាននៅក្នុងដៃរបស់ព្រះអង្គក៏បានមកប្រជុំគ្នាហើយក៏បានត្រាស់សួរថាមនាយព្រានទាំងឡាយដែលឈ្មោះថាហង្សនៅក្នុងត្រកូលភតរៈមានពរដូចជាមាសនៅក្នុងទីណាលំដាប់នោះនាយព្រានម្នាក់ក៏បានក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនត្រកូលនៃញាតិទាំងឡាយបានពោលតគ្នាមកថាហង្សទាំងអស់នោះនៅក្នុងចិត្តកោក្នុងប្រទេសដែលជាដែនដីនៃព្រៃហើយនៅពេលព្រះជាក៏ត្រាស់ទូលថាអ្នកអាចដឹងឧបាយដើម្បីនឹងចាប់ហង្សទាំងនោះបានដែរទេពួកនាយព្រានក៏បានក្រាបទូលថាបបិទ្ធព្រះសមត្ថទេខ្ញុំព្រះអង្គក៏មិនបានជ្រាបផងដែរព្រះជាក៏ត្រាស់សួរថាតើនរណាអាចដើម្បីដឹងក្នុងសេចក្តីនេះដើម្បីថាតើត្រូវចាប់ហង្សនេះនោះដោយប្រការណាពួកនាយព្រានក៏ក្រាបទូលថាមានតែពួកព្រានទេដែលអាចដឹងវិធីចាប់ហង្សនេះពួកនាយព្រានក៏បានប្រគល់សេចក្តីនេះមកឲ្យដល់ពួកព្រានវិញព្រះជាក៏បានសាកសួរសេចក្តីនេះនឹងពួកព្រានទាំងឡាយដែលជាបណ្ឌិតហើយក៏បានប្រាប់សេចក្តីនេះថាហង្សដែលមានពរដូចនេះនៅភ្នំចិត្តកោតព្រះជាក៏បានសួរទៅនឹងព្រាហ្មណ៍ថាអ្នកទាំងឡាយដឹងឧបាយដើម្បីចាប់ហង្សទាំងអស់នេះដែរទេនឹងគឺព្រះជាបានប្រាប់ទៅព្រាហ្មណ៍ទាំងអស់នោះហើយថាពួកហង្សហ្នឹងមាននៅក្នុងចិត្តកោតក្នុងដែនដីនៃព្រៃហើយទៅពេលប៉ុន្តែអ្នកទាំងឡាយដឹងអំពីឧបាយចាប់ហង្សទាំងអស់នោះដែរទេពួកព្រាហ្មណ៍ក៏បានទូលព្រះជាថាបបិទ្ធមហារាជប្រយោជន៍អ្វីដែលនឹងត្រូវទៅចាប់ហង្សទាំងអស់នោះដល់ទៅក្នុងចិត្តកោតនោះខ្ញុំព្រះអង្គគឺនឹងនាំហង្សទាំងអស់នោះមកចិត្តព្រះនគរតែម្ដងហើយនឹងចាប់ដោយឧបាយព្រះជាក៏ត្រាស់សួរថាតើឧបាយនោះយ៉ាងណាពួកព្រាហ្មណ៍ក៏បានក្រាបទូលព្រះជាថាបបិទ្ធមហារាជព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យជីកនៅស្រះដ៏ធំដែលមានឈ្មោះថាជាខេមៈប្រមាណជា3គីឡូវ៉ាត់អំពីទិសខាងជើងនៃព្រះនគរទៅហើយគឺមានការដាំឲ្យពេញទៅដោយការឈូកហើយមានទឹកដ៏ល្អនិងគុណជាតិផ្សេងមានស្រីតលៃជាដើមធ្វើឲ្យដេរដាស់ពេញទៅដោយការឈូកហើយដែលមានពណ៌ទាំង5ហើយឲ្យនៃព្រានដែលឆ្លាតម្នាក់គឺនៅចាំរក្សាកុំឲ្យពួកមនុស្សចូលទៅចិត្តគឺឲ្យមនុស្សដែលនៅក្នុងស្រុកភូមិទាំងអស់ប្រកាសឲ្យអធិ
ដល់សត្វទាំងឡាយគឺមិនឲ្យបៀតបៀនដល់សត្វទាំងឡាយដែលមករកអាហារបរិភោគនៅក្បែរស្រះនោះឡើយហ្នឹងគឺសត្វគណៈទៀតទាំងឡាយក៏នឹងចុះមកអំពីទិសសត្វគ្រប់ទាំងអស់ពួកហង្សនេះទាំងអស់នោះនឹងមកជាទឹកប្រកបពងឋានហើយព្រះអង្គក៏បីនឹងឲ្យពួកនៃព្រានដាក់អន្ទាក់ធ្វើអំពីរោមសត្វហើយចាប់យកសត្វហង្សមកចាស់នេះគឺជាឧបាយរបស់ពួកព្រានទាំងឡាយទេណាដូចជាត្រង់ស្ដាប់នៅទីនោះហើយណាទៅបានឲ្យសាងស្រះមានប្រការដូចតែបានពោលមកនេះក្នុងទីប្រទេសដែលពពួកព្រាននោះបានទៅផ្សាយហើយក៏បានត្រាស់បង្កប់ឲ្យហើយនាយព្រានដែលឆ្លាតមកទ្រង់លួងលោមនាយព្រាននោះថាចាប់ដើមតាំងពីថ្ងៃនេះទៅអ្នកចូលឈប់ពេលនៅកិច្ចការងាររបស់ខ្លួនយើងនឹងចិញ្ចឹមបុត្រភរិយារបស់អ្នកដែលជាអ្នកមិនប្រមាថហើយក៏ដីរក្សានៅស្រះខេមៈហើយប្រកាសឲ្យអភ័យដល់សត្វទាំងឡាយប្រាប់ដល់ពួកមនុស្សទាំងឡាយកុំឲ្យបៀតបៀននៅសត្វដែលបានមកបរិភោគអាហារក្បែរស្រះនោះហើយការដែលសវណ្ណហង្សគឺហង្សនេះទាំងឡាយមកហើយអ្នកនឹងចាប់នៅសវណ្ណហង្សនោះនឹងចាប់បានតាំងតែអំពីនោះមកនៃព្រាននោះឯងក៏បដិបត្តិដោយនេះតាមដូចតែព្រះរាជាបានត្រាស់ក៏នាយនេសាទនោះឯងប្រកាសឈ្មោះថានាយខេមៈនេសាទដូចនេះតែម្ដងទៅនឹងព្រោះបានរក្សានៅស្រះខេមៈនឹងចាប់បានតាំងតែពីនោះមកពពួកសត្វទាំងឡាយក៏នាំគ្នាចុះមកកាន់ស្រះនោះពួកហង្សផ្សេងក៏នាំគ្នាមកដោយសម្លេងប្រកាសបបួលគ្នាតខេមៈស្រះមិនលៀនភ័យជាដំបូងក៏មានពួកសត្វហង្សផ្សេងហើយក៏មានពពួកបាសាបតីទាំងឡាយមកដោយសម្លេងប្រកាសដើម្បីនឹងបរិភោគអាហារនៅនឹងខេមៈស្រះនោះហើយជាបន្តដោយសម្លេងប្រកាសបន្តគ្នាដោយសម្លេងដែលប្រកាសតគ្នានោះក៏ចេះតែផ្សព្វផ្សាយច្រើនទៅតអំពីនោះគឺមានពួកបកហង្សនេះក៏បាននាំគ្នាមកដោយសម្លេងប្រកាសរបស់សេតហង្សដែលបានឮអំពីសេតហង្សទៅក៏បានទៅដល់ពួកបកហង្សការដែលពួកហង្សទាំងអស់នោះមកហើយនាយខេមៈនេសាទក៏បានមកក្រាបទូលដល់ព្រះរាជាថាបបិទ្ធព្រះអង្គដ៏ចម្រើនហង្សដែលបាននាំគ្នាជាពួកដើម្បីមកបរិភោគអាហារនៅក្នុងស្រះមានដល់ទៅ5ប្រភេទហើយពួកហង្សដែលមានពួកដូចនេះក៏គង់នៅមកក្នុងរវាង2-3ថ្ងៃនេះជាពំខានហើយពីព្រោះពួកបកហង្សក៏បានមកហើយសូមព្រះអង្គកុំមានប្រតិខ្វល់ខ្វាយដែរព្រះជាទ្រង់ស្ដាប់ដូចនោះហើយទៅឲ្យរាជបរិសបានដើរទៅវាយស្គាល់ប្រកាសទូទៅក្នុងព្រះនគរថាបុគ្គលដទៃកុំកបីចូលទៅខេមៈស្រះនោះបុគ្គលណាចូលទៅបុគ្គលនោះនឹងដល់នៃការកាត់ដៃកាត់ជើងឬក៏រឹបអូសយកទ្រព្យសម្បត្តិសំខាន់ដែរចាប់បានតាំងពីថ្ងៃនោះមកនរណាក៏មិនអាចចូលទៅក្នុងស្រះនោះក៏ពួកបកហង្សទាំងឡាយអាស្រ័យនៅក្នុងគោហិមាសនៅជិតភ្នំចិត្តកោតសំដីបកហង្សទាំងអស់នោះក៏ជាសត្វមានកម្លាំងដ៏ខ្លាំងពួកសម្បល់សរីរៈរបស់ពួកបកហង្សទាំងអស់នោះក៏មិនបានខុសខ្លែកអ្វីអំពីត្រកូលរបស់ភៈតរៈហង្សនោះដែរហើយធីតារបស់ស្ដេចបកហង្សដែលមានពួកដូចជាមាសដែរនោះស្ដេចបកហង្សនោះក៏មានសេចក្តីត្រេះរិះថាធីតារបស់យើងនេះសំគួរដើម្បីបាននៅភៈតរៈរាជហង្សដែលមាននៅយសដ៏ធំទៅបានបញ្ជូននាងឲ្យទៅជាបាតៈបារិចារិកាគឺជាភរិយារបស់ស្ដេចហង្សឈ្មោះភៈតរៈនោះនាងក៏បានជាទីស្រឡាញ់ជាទីពេញរាជហប្រតិនៃស្ដេចហង្សឈ្មោះភៈតរៈនោះប្រហែលនោះឯងត្រកូលហង្សទាំងពីរនោះតែក៏បានកើតមានសេចក្តីស្និទ្ធស្នាលជាមួយនឹងគ្នាណាគេទីតារបស់បាកហង្សហ្នឹងក៏បានទៅជាភរិយារបស់ស្ដេចហង្សក្នុងត្រកូលភៈតរៈណាស្ដេចហង្សក្នុងត្រកូលភៈតរៈនេះដែលជាព្រះបរមពុរិស័ទណាទេណាបានធីតាគឺមានហង្សអំពីត្រកូលបកហង្សជាភរិយាណាកាលមកថ្ងៃមួយពួកហង្សដែលជាបរិវាររបស់ព្រះបរមពុរិស័ទបានសួរពួកបកហង្សថារាល់ថ្ងៃនេះអ្នកទាំងអស់គ្នានឹងត្រូវទៅរកអាហារបរិភោគក្នុងទីណាពួកយើងទៅរកអាហារបរិភោគក្នុងខេមៈស្រះ
ในจุดนโกประเด็นใส่นี่คือจำไรแต่บ่ปูปากกระหังหายกับบ้านสู้ตลอดมาพังเจ็บบอระบาระบบเป็นรำบริษัทค่ะไอ้เจ้าปูเนี่ยต่างอักเนียตรัสในโรคอาหารบริโภคตีนาได้กับปูพังได้เสียตะโกเทตรัสกับราคาปูเยื่อแต่โรคอาหารบริโภคตีนุปูปากกระหังกับบ้านปูอันนี้เรียกรับอัมพีกุนเคมาสระหานตัวนั้นปูเนี่ยเติบานเสียมันไปกันเคมาสระเพราะถ้าสระนู้นคือจะตีรีเรื่อยปูเปียแต่ดอยสักคนละเจี๊ยบเซงคือในระดับจะแต่ดอยการชูเมียนดอยแต่ปรามปัวสมบูรณ์แต่ดอยปูในรูปเจี๊ยบไทยหนึ่งคนยาหาหนึ่งเมียนพอเมียนพลายกาเซงได้เมียนปัวเพียมเรียเซงหนึ่งบางห้าเชื่อปักจอกแรงในหนึ่งมุ่งสระจังบัวนักเรียนสำเร็จประกาศอัพให้ตู้เตอร์ระหดอากาศเจเล็กmình tham lúc nào mình ai cần bay trôi từ chết bàn đời nàng chẳng bạch phô từ mấy đòi ăn trái chẳng lại trên nước ra để liên cùng việcแบบนี้ผู้เนี่ยchẳng lạiเลยขนมตะโกเทตระพัดต่างcao để ban sẽ đáp tia rồi boผู้ป้ากับห้องหายcòn non thế nàyโจแต่รกห้องจะเสนาปฏิrồi boเปรตรำโพธิสัตว์เนี่ยอันนี้ค่ะเมียนสระมุ้ยชมเข็มเมียนกุนเพียบอย่างนี้เมียนจะได้สบายอย่างนี้โปรบางสดับลื่นปีปูปากกระหังมาในเจ็ดนโกประเด็นใส่ปูปากกระหังบานเตยบ่อยโคกอาหารในขนมสระเนอะสมัยเนี่ยก็โจปรับดอสดับห้องเทตรัสได้เจ็ดห้องเลยปูเดินนั่งสมัยก่อนอนุญาตสมัยเอาปูขยมบ่องนี้บานเตยโรคอาหารในขนมตีนุพอเยสนาปฏิกับบ้านปรับจากใดนี้ดอสดับห้องจุดใดสนับห้องนู้ได้จะเป็นรำโพธิสัตว์กับบ้านเจ้าหามนุษย์ต่างหลายเรียนก็ละใบชรานะเรียนกาเกิดดาวอุบายเซงมุกจะเรียนให้แต่ไรในขนมตีนู้ให้สมมติถ้าเคมาสระนี้มันสลับเรียนตีมุนมาเตระโหดอากาศจะได้แต่อะไรนี้ให้ไอ้ก็บ้านจะเรียนสระกันออกนู้คือจะขนาดได้มนุษย์ต่างหลายจีบให้การจีบนี้คือถ้านกจะปรองจับปูเยินเสียปุ่มทางเลยสลายห้องนั้นกับบ้านโป้ปูเนี่ยโจกล่องปิ้งจัดขนมกาดำไปแต่บริโภคขนมตีนูไล่สลักนุปูนุจับเอานุเหมือนบ้านจีตกตามธรรมดาบอกล้วนได้กวงแต่จีตกดำไปจับปูเยินหมดหาปูมนุษย์ต่างหลายเมียนก่อนละใบชรานะเมียนกลุ่มนึกก็จะเอาใบเซงเนี่ยต่างหลายโจตรัสเจอตามตีโกจอบอกล้วนตามจับปูห้องนี้กับบ้านปรับปูเยินตัดหน้าหนึ่งแต่การเคมาสระโดยนี้จะเลิกตีจะเลิกตีใบดาวตกุหังต่างออกนู้ปัจนาดำใบหนึ่งแต่กันเคมาสระดาวเปรตบรมโพธิสัตว์ลำนับนู้เปรตบรมโพธิสัตว์เติบบานโพธาปกุเนี่ยต่างลายบ่เยิงโจกลมเย็นแต่ได้ลำบาปรุหาสายเยิงลายบาดุชนับเยิงต่างลายก็หนึ่งเตยพองดากลมเย็นห้องปรำบุญเมินปรำมุ้ยป้อนจะบอระวาเปรตบรมโพธิสัตว์ก็ได้จะบุ้ยกิจการครบครองรายจ่ายดอกบอระวาดอกห้องนำตะโกเสตระหะได้จีเยียแต่นำเสียแต่รถบอระโภคนำสระนกหายกับบ้านเล่นสบายนั่งในขนมเทมสระดอกเปย์ไปเลี้ยก็ตลอดในการขนมจัดแต่โกดวิ่งในเรียนเทมกะในขนมไปเลี้ยได้ห้องจังเอานุบานมาบอระโภหายตลอดเต๋อแต่บ้านแต่กระตุ้ดอกเรียเชียถะปูห้องจังเอานุบานน้องเชียบอกให้เรียเชียก็เมียนเรียกหาประเทศเทรนออกับบ้านตรัสของกอล์ฟหาในสำนักเทมกะเนี่ยโจ๊กเยี่ยมจากห้องเนี่ยเนาะởบ้านส่งไปแต่มุ้ยหรือกับแต่ปีเยอะหนึ่งเอายุเอาบอลสักบางเนี่ยอย่างเช่นเอาเนี่ยบางเคยทำหายเตยประเทียนเครื่องเมียนสุดเลี้ยงบางเป็นจูนเอาดาวเนยเปลี่ยนเนาะเนี่ยเทมกะเนยซาโนเองบางแต่ดาวตีสระเนาะแต่บางตัวเลยที่ทำในขนมตีปูนสำนำมวยเมียนสันทานตรงตรงพิจารณาจำเมื่อกาบริโภคกับบปูหังธรรมดาเรื่องบรมโพธิสัตว์ต่างหลายทีนี้เมียนปรากฏได้มันประพฤติปรารถนาเฉลิมประหัตโนเรื่องมหาทรัพย์เติมเมียนกาจัดบริโภคในสไลด์สไลด์เติมตามลำดับจับได้ตั้งแต่ปีครูนั่งเจียเป็นต่อเติมจำนายห้องกลางปีนู้ตรัสจับเตยขันดิคลักจับเตยขันดิคลักเจียลำดับบักเนยเปลี่ยนได้เจียเปลี่ยนนู้เตยเกิดถามห้องสัตว์นี้เมียนปรากฏได้มันเปิดเปิดเลยหรอก
មិនប្រព្រឹត្តប្រាថ្នាច្រើនទេយើងគួរនឹងចាប់នៅហងនេះក្នុងថ្ងៃស្អែកឡើងការដែលហងទាំងឡាយនៅមិនទាន់បានចប់មកកម្មស្រះនោះសាធុទាំងសូមអនុមោទនារងចាំស្រាប់ជាបន្តនៅសវណ្ណហងដែលជាប្រវត្តិរបស់ព្រះសង្ឃបរិស័ទនិងព្រះអនន្តក្នុងការនោះទេណាសូមអនុមោទនាក្នុងថ្ងៃស្អែកឡើងការដែលហងទាំងឡាយនៅមិនទាន់បានចប់មកកម្មស្រះនោះទើបនាយព្រាបានសន្សំទៅកាន់ទីកន្លែងនោះហើយក៏លាក់ខ្លួននៅក្នុងគុំថ្មដែលមិនជាឆ្ងាយអំពីទីនោះប៉ុន្មានទេនៅក្នុងគណៈនោះព្រះមហាក្សត្រគឺព្រះបរមពុរិស័ទដែលមានហង្ស 96,000 ជាបរិវារក៏បានចុះក្នុងស្ថានទីដែលខ្លួនធ្លាប់បានចុះហើយពីថ្ងៃម្សិលមិញនោះបាននៅក្នុងទីដែលបានបរិភោគនៅស្រីសលីចំណែកនាយនៃសាក៏បានសម្លឹងមើលនៅអត្តភាពរបស់ព្រះបរមពុរិស័ទគឺមានរូបរាងល្អស្អាតឲ្យទ្រង់ទ្រាយលើសគេទៅគិតថាថងនេះមានរាងកាយធំប៉ុនដុំរទេះមានពណ៌ដូចជាមាសមានស្នាមក្រហម3ឆ្នូតនៅនឹងកកមានស្នាមធ្លាក់ចុះទៅតាមលំដាប់កក្នុងរវាងពោះ3ឆ្នូតហើយមានឆ្នូតទៅរហូតដល់ខាងក្រោយកន្ទុយ3ឆ្នូតរុងរឿងល្អដូចជាមាសដែលប្រគល់ទុកហើយដោយល្អនឹងហង្សតួនេះគឺគង់ជាពិតជាស្ដេចហង្សជាពិតប្រកបយើងនឹងចាប់នៅស្ដេចហង្សនេះទោះបីស្ដេចហង្សត្រាច់ស្វែងរកអាហារបានយ៉ាងច្រើនហើយក្នុងការនោះពពួកហ្វូងហង្សដែលមានការចោមរោមប៉ាត់ជុំវិញត្រឡប់ទៅកាន់ភ្នំចិត្តកោฏព្រះបរមពុរិស័ទក៏ត្រាច់រកអាហារដោយទំនងនេះរហូតមានប្រមាណ5 ទៅ 6 ថ្ងៃនៅក្នុងថ្ងៃទី7នាយព្រានខេមកៈក៏បានធ្វើនៅខ្សែដែលធ្វើអំពីរោមកន្ទុយសេះដែលមានពណ៌ខ្មៅយ៉ាងមាំធ្វើឲ្យជាអន្ទាក់ហើយនៅក្នុងថ្ងៃស្អែកស្ដេចហង្សនឹងចុះនៅក្នុងទីនេះទៅដាក់អន្ទាក់គឺលេចចុះទៅក្នុងទឹកនៅក្នុងថ្ងៃស្អែកឡើងស្ដេចហង្សការដែលបានចុះមកទៅយកជើងដាក់ចុះទៅជាប់នៅក្នុងអន្ទាក់នោះអន្ទាក់របស់នាយព្រាននោះក៏រួបរឹតស្ដេចហង្សនោះក៏គិតថាយើងនឹងកន្ត្រាក់អន្ទាក់នោះឲ្យដាច់ទៅមានការប្រមូលនៅកម្លាំងហើយក៏ស្ទុះដើម្បីបណ្ដាច់នៅអន្ទាក់នោះក្នុងគ្រាដំបូងស្បែកដែលមានពណ៌ដូចជាមាសក៏បានដាច់ចេញអំពីជើងដោយសារអន្ទាក់នោះស្វិតក្នុងគ្រាទី2សាច់ដែលមានពណ៌ដូចជាសម្ពុតកំពុលក៏ដាច់ទៅក្នុងគ្រាទី3សរសៃក៏បានដាច់ទៅរហូតដល់ឆ្អិនព្រះពោធិសត្វក៏គិតថាក្នុងគ្រាទី4បើយើងនៅតែទុះតទៅទៀតជើងរបស់យើងនឹងដាច់ជាពំខានធម្មតាថាបរិជាដែលមានអវយវៈណាខ្វះខាតដូច្នេះមិនគួរសមឡើយទៅមិនបានធ្វើនៅសេចក្តីជាយាមតទៅទៀតទុក្ខវេទនាក៏បានផ្សព្វផ្សាយទៅយ៉ាងខ្លាំងក្លាព្រះរមពុរិស័ទទៅមានសេចក្តីត្រេះរិះថាបើយើងស្រែកសម្ដែងអាការៈថាជាប់អន្ទាក់ពួកញាតិរបស់យើងក៏នឹងមានការធ្លាក់ទឹកចិត្តភិតភ័យហើយមិនទាន់បានបរិភោគចំណីហើយហើទៅដោយកម្លាំងហេហត់របស់ខ្លួនព្រះអង្គទៅមានសេចក្តីអត់ធន់ទ្រាំចំពោះទុក្ខវេទនាទោះបីធ្លាក់នៅក្នុងអំណាចនៃអន្ទាក់ក៏ធ្វើដូចជាចាប់បរិភោគនៅស្រូវសាលីក្នុងវេលាដែលហង្សទាំងអស់នោះបរិភោគអាហារឆ្អែតហើយកំពុងតែលេងសប្បាយក៏បានស្រែកឡើងដោយសំឡេងថាជាប់អន្ទាក់ហង្សទាំងឡាយបានឮសំឡេងនោះក៏នាំគ្នារត់ព្រោះខ្លាចស្លាប់ទៅសំដៅទៅកាន់ភ្នំចិត្តកោฏជាពួកហើកិច្ចចោលព្រះបរមពុរិស័ទតមុខហង្សហង្សដែលជាសេនាបតីគិតថាភ័យនេះបានកើតឡើងដល់មហារាជដែរឬទេយើងនឹងបានដឹងនៅសេចក្តីនោះទៅប្រញាប់ហើទៅស្វែងរកមើលក្នុងរវាងពួកហ្វូងហង្សដែលបានហើទៅខាងមុខមិនបានឃើញព្រះមហាក្សត្របួកក្នុងហ្វូងហង្សទាំង3ពួកហើយក៏គិតថាភ័យនេះនឹងបានបង្កើតឡើងដល់មហារាជរបស់យើងជាពិតប្រកបហើយយើងនឹងវិលត្រឡប់មកដើម្បីឃើញនៅមហារាជរបស់យើងក្នុងការនោះក៏បានត្រឡប់មកឃើញមហាក្សត្រជាប់អន្ទាក់មានរាងកាយប្រឡាក់ទៅដោយរហ័សហើយនៅក្នុងសេចក្តីទុក្ខបានប្រឡាក់ទៅដោយភក់ប្រតិប្រតាក៏បានពោលថាមហារាជព្រះអង្គកុំខ្លាចឡើយព្រះអង្គ
កំភៃដែរខ្ញុំព្រះអង្គនឹងលះបង់ជីវិតរបស់ខ្ញុំព្រះអង្គឲ្យនាយព្រានហើយនឹងឲ្យនាយព្រាននោះលេងព្រះអង្គទៅសុមុខហង្សបានលួងលោមព្រះមហាក្សត្រដែលនៅក្នុងអន្ទាក់ហើយកំពុងតែវិលវល់នៅក្នុងទឹកភក់នោះលំដាប់នោះព្រះមហាក្សត្រក៏មានសេចក្តីត្រេះរិះថាការដែលហង្ស 96,000 បានចោលយើងទៅហើយសុមុខហង្សត្រឡប់មកតែខ្លួនមួយយើងនឹងពិចារណាពិសោធន៍លើតើសុមុខហង្សនឹងចោលយើងតិចទៅក្នុងវេលាដែលព្រានព្រៃមកដែរទេគឺជាសត្វដែលប្រឡាក់ទៅដោយលោកហេតុដូចជាយើងជាប់នៅក្នុងអន្ទាក់យ៉ាងនេះនៅស្មោះស្ម័គ្រជាមួយយើងយ៉ាងណាក៏បានពោលនៅគាថា3គាថាដែលអាចនឹងពិសោធន៍ទឹកចិត្តរបស់សុមុខហង្សព្រះរាជហង្សក៏បានពោលថាហង្សទាំងឡាយនេះត្រូវភ័យគំរាមហើយនាំគ្នាហៅទៅសុមុខហង្សអ្នកមានស្បែកដូចនេះមានសម្បល់ដូចនេះអ្នកចូលហៅទៅតាមប្រាថ្នាចុះពួកបក្សីជាញាតិបានលះចោលយើងទៅហើយដែលលុះអំណាចនៃអន្ទាក់តែម្នាក់ឯងមិនអាល័យហៅទៅអ្នកក្រាញ់នៅតែម្នាក់ឯងដូចម្ដេចម្នាក់អ្នកដល់ប្រសើរជាងពួកបក្សីអ្នកចូលហៅទៅចុះព្រោះថាភាពជាសម្លាញ់នឹងយើងដែលជាប់ចំណងមិនមានទេអ្នកកុំធ្វើខ្លួនឲ្យសាបសូន្យចាកអំពីសេចក្តីសុខឡើយម្នាក់ចូលហៅទៅតាមប្រាថ្នាចុះសេនាបតីបានស្ដាប់នៅពេលនោះក៏គិតថាស្ដេចហង្សនេះនៅមិនទាន់ដឹងយើងថាជាមិត្តពិតប្រាកដកំណត់យើងនេះថាជាមិត្តដែលមិនមាននៅសេចក្តីស្រឡាញ់យើងនឹងសម្ដែងនៅសេចក្តីស្រឡាញ់ដល់ស្ដេចហង្សដូចនេះក៏បានពោលនៅគាថា4ប្រគាថាហង្សសេនាបតីឈ្មោះសុមុខៈក៏បានពោលថាបបិទ្ធព្រះបាទភតរាជទូលបង្គំជាខ្ញុំសំបីសេចក្តីទុកគ្របសង្កត់ហើយក៏មិនក៏បីលះចោលព្រះអង្គជីវិតឬសេចក្តីស្លាប់របស់ទូលបង្គំជាខ្ញុំនឹងមានជាមួយព្រះអង្គបបិទ្ធព្រះបាទភតរាជថាទូលព្រះបង្គំជាខ្ញុំសំបីសេចក្តីទុកគ្របសង្កត់ហើយក៏មិនក៏បីលះចោលព្រះអង្គទាំងព្រះអង្គក៏មិនគួរប្រកបទូលព្រះបង្គំជាខ្ញុំក្នុងអំពើមិនប្រសើរទូលព្រះបង្គំជាខ្ញុំជាកុមារមានវ័យស្មើគ្នាជាសម្លាញ់នឹងព្រះអង្គស្ថិតនៅក្នុងអំណាចចិត្តរបស់ព្រះអង្គដែលជាចិត្តប្រព្រឹត្តទៅដោយប្រពៃបបិទ្ធព្រះអង្គដល់ប្រសើរពងខ្ពស់ជាងពួកនៃហង្សទូលព្រះបង្គំជាខ្ញុំប្រកបជាសេនាបតីរបស់ព្រះអង្គលុះទូលព្រះបង្គំជាខ្ញុំហៅទៅអំពីទីនេះនឹងខ្លែងសេចក្តីក្នុងកណ្ដាលញាតិដោយប្រការដូចម្ដេចទៅបបិទ្ធព្រះអង្គដល់ប្រសើរជាងពួកបក្សីទូលព្រះបង្គំលះចោលព្រះអង្គហើយទៅអំពីទីនេះនឹងប្រាប់ដំណឹងរបស់ព្រះអង្គដូចម្ដេចទូលព្រះបង្គំនឹងសុខចិត្តលះបង់ជីវិតនៅក្នុងទីនេះមិនអាចនឹងធ្វើនៅអំពើមិនប្រសើរដែរការដែលបានបន្លឺនៅសីហនាដោយគាថា4គាថាយ៉ាងនេះហើយព្រះមហាក្សត្រក៏បានពរនាគុណហើយបរបានពោលថាមនាលសុមុខៈនោះគឺជាធម៌របស់បុរាណកបណ្ឌិតទាំងឡាយព្រោះថាអ្នកស្ថិតនៅក្នុងគន្លងរបស់ជនដ៏ប្រសើរមិនអាចលះបង់នៅយើងដែលជាម្ចាស់ផងជាសម្លាញ់ផងត្បិតថាការដែលយើងសម្លឹងមើលអ្នកសេចក្តីភ័យក៏មិនបានកើតមានដល់យើងដែរអ្នកបានញ៉ាំងយើងដែលមានសភាពយ៉ាងនេះឲ្យបាននៅជីវិតការដែលហង្សទាំងពីរនោះកំពុងតែនិយាយគ្នាយ៉ាងនោះឯងនាយលុតបុត្រដែលជាព្រានព្រៃឈរនៅនឹងមាត់ស្រះឃើញហង្សបានហើរចេញទៅទាំង3ពួកហើយទៅបានសម្លឹងមើលស្ថានទីដែលខ្លួនដាក់អន្ទាក់ទុកថាតើយ៉ាងណាណោះហើយក៏បានឃើញព្រះពោធិសត្វបាននៅជាប់នឹងអន្ទាក់នោះឯងទាំងដែលរីករាយមានភាពសោមនស្សកើតឡើងក្នុងពេលនោះនាយព្រានក៏បានលត់ជ័យសម្ពុតបានលុយទឹកចូលទៅយ៉ាងប្រញាប់ប្រញាល់ដូចជាភ្លើងឆេះអំពីលើក្បាលក្នុងការនោះមានដៃកាន់នៅរំពាត់មួយចូលទៅក្នុងទីនោះព្រះបរមសាស្តាសម្មាសម្ពុទ្ធការដែលព្រះអង្គទ្រង់ប្រកាសនៅសេចក្តីនេះព្រះអង្គក៏ទ្រង់ត្រាស់ថាដែលហង្សដ៏ប្រសើរទាំងពីរមានការប្រព្រឹត្តដ៏ប្រសើរកំពុងប្រឹក្សាគ្នាយ៉ាងនេះដូច្នេះនាយនេសាទក៏កាន់ដំបងរំពាត់បញ្ញាប់មកដល់ព្រានហង្សឈ្មោះសុមុខៈលុះបានឃើញនាយនេសាទនោះមកដល់ក៏ស្ថិតនៅខាងមុខនៃរាជហង្សហើយក៏បានលួងលោមរាជហង្សដែលកំពុងតែភ័យហើយរួចក៏បានស្រែកថាបបិទ្ធព្រះអង្គដ៏ប្រសើរជាងសត្វស្លាបព្រះអង្គកំភៃឡើយ
ព្រោះថាបាក់សីទាំងឡាយប្រហែលព្រះអង្គប្រមេមិនភ័យទេទូព្រះបង្គំជាខ្ញុំនឹងប្រកបសេចក្តីព្យាយាមដល់សំគួរដែលអាស្រ័យនៅធម៌ព្រះអង្គនឹងរួចចាស់អន្ទាក់ដោយឆាប់ដោយសេចក្តីព្យាយាមជាពុំខានក្នុងការនោះសុមុខហង្សក៏បានលួងលោមព្រះមហាក្សត្រឲ្យមានការស្រាលធូរស្បើយនៅក្នុងចិត្តយ៉ាងនេះហើយតែក៏បានទៅចិត្តងាយលុតតបិតដែលជាកូនងាយព្រានព្រៃនោះក៏បានបណ្ដើនៅវាចាដែលជាភាសារបស់មនុស្សដែលមានសម្លេងដ៏ពិរោះថាមនាសម្លាញ់អ្នកឈ្មោះអ្វីងាយព្រានក៏បានឆ្លើយតបមកថាមនាហង្សនេះដែលមានពណ៌សម្បុរស្អាតល្អស្រស់យើងនេះឈ្មោះខេមកៈក្នុងកាលនោះហង្សសេនាបតីក៏បានពោលថាមេខេមកៈអ្នកជាសម្លាញ់អ្នកកំបានធ្វើនៅសេចក្តីសម្គាល់ថាហង្សដែលជាប់នៅក្នុងអន្ទាក់នេះគឺជាហង្សធម្មតាសាមញ្ញឲ្យសោះហង្សដែលជាប់នៅអន្ទាក់នេះគឺជាស្ដេចហង្សធរថៈប្រសើរជាងហង្ស 96,000 ដល់ព្រមទៅដោយញាណនិងសីលាចារវត្តតាំងនៅក្នុងចំណែកនៃសេចក្តីសរសើរហង្សនេះមិនសមគួរអ្នកដើម្បីនឹងសម្លាប់ឡើយហ្នឹងយើងនឹងធ្វើនៅកិច្ចដែលគួរធ្វើដោយចរិយានេះចំពោះអ្នកសំដីស្ដេចហង្សនេះមានពណ៌ដូចជាមាសដល់ទៅខ្ញុំនេះក៏មានពណ៌ដូចជាមាសដែរតែខ្ញុំនេះគឺថាព្រមលះបង់នៅជីវិតរបស់ខ្លួនដើម្បីប្រយោជន៍ដល់ស្ដេចហង្សនេះបើសិនថាអ្នកបំណងនឹងយករោមស្លាបទាំងឡាយរបស់ស្ដេចហង្សនេះទៅចូលយករោមយកស្លាបរបស់ខ្ញុំនេះទៅជំនួសចុះតែបើថាអ្នកមានបំណងនឹងយកនៅស្បែកសាច់ឆ្អឹងអីនឹងយ៉ាងណាក៏ចូលយកសរីរៈរបស់ខ្ញុំនេះតែម្នាក់ឯងទៅឬថាអ្នកបំណងនឹងធ្វើនៅស្ដេចហង្សនោះយ៉ាងណាដើម្បីឲ្យស្ដេចហង្សនោះសម្ដែងនៅសិល្បៈដោយការរំជាដើមនោះក៏ចូលឲ្យខ្ញុំតែម្នាក់ឯងនេះសម្ដែងនៅសិល្បៈនោះចុះតែបើអ្នកបំណងនឹងបង្កើតនៅត្រកគឺថាជើងអ្នកមានបំណងដើម្បីនឹងយកស្ដេចហង្សនោះទៅលក់យ៉ាងណាដើម្បីឲ្យបាននៅត្រកជើងអ្នកក៏បានដើម្បីលក់នៅស្ដេចហង្សនោះឡើយជើងអ្នកលក់នៅខ្ញុំចុះហើយអ្នកកុំសម្លាប់នៅស្ដេចហង្សដែលប្រកបទៅដោយគុណមានជាដើមនេះព្រោះថាអ្នកនឹងសម្លាប់ស្ដេចហង្សនោះហើយអ្នកមិនរួចផុតអំពីអបាយភូមិមាននរកជាដើមទេសុមុខហង្សបានពោលគម្រាមនៃព្រានអំពីភ័យនៅក្នុងអបាយមាននរកជាដើមឲ្យបានចាំយកនៅពាក្យដ៏ពិរោះរបស់ខ្លួនដែលបានពោលជាភាសារបស់មនុស្សហើយក៏បានត្រឡប់ចូលទៅចិត្តព្រះមហាក្សត្រទៀតបានលួងលោមព្រះមហាក្សត្រឲ្យមានប្រតិធូរស្បើយហើយក៏ឈរនៅក្បែរនោះនាយនេសាក៏បានស្ដាប់ពាក្យរបស់សុមុខហង្សហើយក៏បានគិតថាហង្សនេះទំបីជាសត្វតិរិឆាននៅធ្វើភាពជាមិត្តធម៌របៀបដូចជាមនុស្សយ៉ាងពិតប្រាកដដែលយើងបានឃើញច្បាស់ទំបីពួកមនុស្សជាមួយគ្នាខ្លះនោះក៏នៅមិនអាចធ្វើនៅមិត្តធម៌បានដូចជាហង្សមាសនេះឡើយគួរឲ្យអស្ចារ្យណាស់ណោះដល់ខំនេះគឺជាសត្វដ៏ព្រមទៅដោយបញ្ញាពោលវាចាពីរោះឈ្មោះថាជាអ្នកសម្ដែងនៅធម៌ដើម្បីធ្វើសរីរៈទាំងអស់របស់យើងឲ្យពេញទៅដោយបេតិនិងសោមនស្សយើងមានរោមបាសឡើងស្ងាត់ដែលក្នុងពេលនោះនៃព្រានក៏បានស្គងនៅអញ្ជលីដាក់លើសីស័កដូចជាមានការនមស្ការដល់ព្រះអាទិត្យហើយក៏បានពោលសរសើរគុណរបស់សុមុខហង្សក្នុងកាលនោះព្រះសាស្តាព្រះសម្មាសម្ពុទ្ធការដែលព្រះអង្គទ្រង់ប្រកាសនៅសេចក្តីនេះព្រះអង្គទៅទ្រង់ត្រាស់ថានាយនេសាទបានលើសភាសិទ្ធរបស់ហង្សឈ្មោះសុមុខៈនោះហើយក៏ព្រឺរោមបង្អោននៅអញ្ជលីចំពោះហង្សឈ្មោះសុមុខៈនោះថាអ្នកជាបក្សីពោលនៅភាសារបស់មនុស្សពោលពាក្យដ៏ប្រសើរបញ្ចេញនៅវាចាជារបស់មនុស្សដែលអញមិនស្លាប់បានឮមិនស្លាប់ឃើញបក្សីនេះត្រូវជាអ្វីនឹងអ្នកជាអ្នកដែលសត្វបានរួចហើយចូលមករកជាប់ពួកបក្សីហើយចោលអស់ទៅហើយម្ដេចក៏អ្នកក្រាញ់នៅតែម្នាក់ឯងនេះគឺជាព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់តាសម្ដែងអំពីនៃព្រាននៃសាទនោះឯងដែលបានឮសភាសិទ្ធរបស់ហង្សដែលជាសេនាបតីក៏ព្រឺរោមធ្វើនៅអញ្ជលីចំពោះហង្សដែលជាសេនាបតីដែលបានពោលនៅភាសារបស់មនុស្សជារាជាដ៏ពិរោះដែលថាមិនស្លាប់បានស្ដាប់មិនស្លាប់បានឮមកហើយក៏បានសួរទៅហង្សជាសេនាបតីនោះថាតើបក្សីដែលជាប់អន្ទាក់នេះត្រូវជាអ្វីនឹងអ្នក
ហើយក៏បានទូបញ្ជាក់ថានៅពេលដែលសត្វនោះជាប់នឹងទៀតហើយពួកបក្សីទាំងឡាយក៏បានហើរចោលអស់ហើយដូចម្ដេចក៏អ្នកនៅតែម្នាក់ឯងសុមុខហង្សដែលត្រូវនាយព្រានមានចិត្តត្រេកអរទន់ភ្លន់សាកទូដោយពាក្យយ៉ាងនេះហើយក៏មានសេចក្តីត្រេះទីថានាយព្រាននេះជាអ្នកមានចិត្តទន់ភ្លន់ហើយតើឥឡូវនេះយើងនឹងសម្ដែងគុណរបស់យើងដើម្បីឲ្យនាយព្រាននេះឯងមានចិត្តទន់ភ្លន់ក្រៃលែងឡើងថែមទៀតហើយក៏បានពោលថាអោព្រានព្រៃជាសត្រូវនឹងបក្សីឯរាជហង្សនោះគឺជាព្រះរាជារបស់ខ្ញុំជាសេនាបតីរបស់រាជហង្សនោះខ្ញុំមិនអាចលះចោលស្ដេចបក្សីនោះក្នុងការកំពុងតែមាននៅសេចក្តីអន្តរាយទេព្រះរាជារបស់ខ្ញុំនេះជាម្ចាស់នៃពួកហង្សដ៏ច្រើនកុំបានដល់នៅសេចក្តីវិន័យតែម្នាក់ឯងឡើយបបិទ្ធនាយនេសាជាសម្លាញ់ព្រោះថារាជហង្សនេះគឺជាម្ចាស់ខ្ញុំតែងត្រេកអររីករាយនៅក្នុងសំណាក់នៃរាជហង្សនេះនាយនេសាបានស្ដាប់នៅពាក្យដ៏ពិរោះអំពីហង្សសេនាបតីទាំងអាស្រ័យនៅខោរបស់សុមុខហង្សនោះហើយក៏កើតនៅសោមនស្សត្រេកអរមានលោមជាតិបាសឡើងដោយគិតថាបើយើងសម្លាប់នៅស្ដេចហង្សដែលប្រកបទៅដោយគុណមានសិលជាដើមនេះយើងមិនរួចពីអបាយភូមិទាំង4ទៅឡើយព្រះរាជាទ្រង់មានបំណងនឹងធ្វើយើងយ៉ាងណាក៏សូមឲ្យព្រះអង្គធ្វើយ៉ាងនោះចុះយើងនឹងធ្វើនៅស្ដេចហង្សនេះឲ្យជាសត្វបានរួចផុតចាកអំពីសេចក្តីទុក្ខភ័យយើងនឹងលេងនៅហង្សនេះហើយក៏បានពោលនៅពាក្យដូចនេះថាមនាសត្វហង្សអ្នកណាបានគោរពដុំអាហារដែលបានអំពីម្ចាស់អ្នកនោះឈ្មោះថាប្រព្រឹត្តធម៌ដ៏ប្រសើរយើងនឹងលេងនៅម្ចាស់របស់អ្នកនោះអ្នកទាំងពីរចូលទៅតាមសម្រួលចុះក៏នាយនេសាក្នុងការដែលបានពោលយ៉ាងនេះហើយទៅចូលទៅចិត្តព្រះមហាក្សត្រដោយចិត្តដ៏ទន់ភ្លន់ក្នុងការនោះក៏បានបង្អោនចុះមកចាប់នៅទីខាងខ្នងនៃព្រះបរមពុរិស័ទហើយក៏បានលួងលោមព្រះមហាក្សត្រក៏បាននាំយកព្រះមហាក្សត្រចេញអំពីស្រះនោះហើយក៏បានឲ្យនៅក្នុងទីវាលស្មៅមួយដ៏ទន់ហើយក៏បានស្រាយអន្ទាក់ចេញអំពីជើងហើយក៏បានយកទៅសម្គាល់ទុកក្នុងទីមួយដ៏ល្អដោយសេចក្តីស្រឡាញ់ដល់ព្រះមហាក្សត្រដ៏យ៉ាងខ្លាំងក្លាហើយក៏បានទៅដងទឹកយកមកលាងឈាមទៅដោយមេត្តាចិត្តក្នុងគណៈនោះដោយអានុភាពនៃមេត្តាចិត្តរបស់នាយនេសាទនោះឯងសរសៃដែលបានដាច់ទៅនោះហើយសត្វដែលបានដាច់ទៅនោះស្បែកដែលបានដាច់ទៅនោះក៏បានចិត្តជាប់មិនមានស្នាមរបួសដំបៅហើយក៏មានជើងជាប្រកដីមិនបានមានការខុសប្លែកអំពីអវយវៈដទៃឡើយដោយអំណាចមេត្តាចិត្តរបស់នាយព្រាននោះដែលបានកើតឡើងព្រោះបានស្ដាប់ពាក្យរបស់ហង្សសេនាបតីដែលប្រកបដោយធម៌ព្រះពោធិសត្វដល់នៅសេចក្តីសុខសប្បាយហើយក៏បានទុំនៅក្នុងទីប្រកដីមួយក្នុងកាលនោះហង្សជាសេនាបតីបានទទួលនៅសេចក្តីសប្បាយព្រោះអាស្រ័យដែលខ្លួននឹងឯងមានអំណាចអាចដើម្បីនឹងធ្វើឲ្យនាយព្រាននោះមានចិត្តទន់ភ្លន់សុមុខហង្សបានឃើញស្ដេចហង្សបានទទួលនៅសេចក្តីសប្បាយព្រោះអាស្រ័យខ្លួនក៏កើតមានចិត្តសោមនស្សត្រេកអរហើយក៏បានគិតថានាយនេសាទឈ្មោះតែបានធ្វើនៅឧបការៈឲ្យដល់យើងដែលក្នុងពេលនេះមានឧបការៈដល់យើងច្រើនណាស់ចំណែកយើងនៅមិនទាន់មានឧបការៈអ្វីដល់គេឡើយនេះគឺជាគំនិតរបស់ហង្សសេនាបតីថាបើនាយនេសាទនេះនឹងចាប់យកយើងទៅនោះដើម្បីជាប្រយោជន៍ដល់ព្រះរាជាឬក៏មហាអាមាត្យរបស់ព្រះរាជាជាដើមនាំទៅកាន់សំណាក់របស់អិសរជនទាំងអស់នោះនាយនេសាទនេះនឹងបានប្រប់ច្រើនណាស់ហើយបើថាគេចាប់យើងទៅដើម្បីជាប្រយោជន៍របស់ខ្លួនគេលក់យើងហើយក៏នឹងបានប្រប់ច្រើនដូចគ្នាដូច្នេះយើងនឹងសួរមើលក្នុងលំដាប់នោះសុមុខហង្សដែលបានពោលជាមួយនឹងនាយនេសាទនោះឯងព្រោះសេចក្តីដើម្បីចង់ដឹងថាតើក្នុងការដែលគេបានមកចាប់យើងនេះព្រោះមានបំណងយ៉ាងណាព្រោះសេចក្តីដែលខ្លួនប្រាថ្នា
ធ្វើនៅឧបការៈតបទៅនាយព្រាននេសាទនោះវិញហើយក៏បានពោលតទៅដូចនេះថាណែសម្លាញ់បើលោកដាក់អន្ទាក់ពួកហង្សនិងបក្សីដល់សេះដោយសេចក្តីព្យាយាមរបស់ខ្លួនយើងខ្ញុំនឹងទទួលនៅអភ័យទោសនេះរបស់លោកបើលោកមិនដាក់អន្ទាក់ពួកហង្សនិងបក្សីដល់សេះដោយសេចក្តីព្យាយាមរបស់ខ្លួនទេបបិទ្ធនាយនេសាទលោកមិនមែនជាធំការលេងនៅយើងខ្ញុំឈ្មោះថាធ្វើដោយការរួចនេះគឺហង្សសេនាបតីនឹងបានពោលថាបើនាយព្រាននឹងដាក់អន្ទាក់ដល់ពួកហង្សពួកបក្សីនេះដោយសេចក្តីព្យាយាមរបស់ខ្លួនហើយបានលេងនៅពួកខ្លួនយ៉ាងនេះអាហ្នឹងគឺថាព្រមទទួលនៅអភ័យទោសនេះប៉ុន្តែថាបើនាយព្រាននេះដាក់អន្ទាក់ពួកហង្សនេះឯងគឺមិនមែនដោយចិត្តរបស់ខ្លួនទេណាគឺថាក្នុងការដាក់នេះដោយអំណាចអ្នកដទៃបង្កប់បញ្ជាមកដូច្នេះខ្លួនឯងនេះមិនមានអំណាចអីដើម្បីជាអ្នកលេងទេព្រោះថាបើអ្នកបានដាក់នៅអន្ទាក់ចាប់បាក់ស្រីហើយដោយអំណាចអ្នកដទៃរួចទៅខ្លួនឯងលេងអញ្ចឹងគឺថាធ្វើនៅការរួចនេះគឺជាពាក្យបញ្ជាក់របស់ហង្សសេនាបតីនេះនៅសាព្រានព្រៃនោះបានស្ដាប់ហើយក៏បានពោលថាយើងមិនបានចាប់អ្នកទាំងឡាយដើម្បីប្រយោជន៍ដល់ខ្លួនយើងឡើយតែប្រជាក្រុងពរាណសីទ្រង់ពលានថាសង្យមៈក៏បានបង្កប់ឲ្យយើងចាប់ហើយទៅបានពោលរឿងទាំងអស់ចាប់តាំងពីការដែលព្រះនាងទេវីទ្រង់ព្រះសុបិននិមិត្តរហូតដល់ព្រះជាទ្រង់ជ្រាបសេចក្តីដែលពួកហង្សនេះទាំងអស់នោះមកហើយទៅបានត្រាស់បង្កប់ថាមនាខេមកៈដែលជាកម្លាំងអ្នកចូលព្យាយាមចាប់ហង្សនេះនោះសំបីតែមួយឬក៏ពីរឲ្យបានយើងនឹងឲ្យយកដល់អ្នកហើយក៏បានប្រទាននឹងស្បៀងក៏មុខកហង្សបានស្ដាប់រឿងរ៉ាវទាំងអស់នោះហើយទៅគិតថានាយនេសាទនេះមិនបានឃើញដល់ជីវិតរបស់ខ្លួនមិនគិតដល់ជីវិតខ្លួនឡើយបានលេងយើងទៅឈ្មោះថាបានធ្វើនៅកិច្ចដែលគេធ្វើបានដោយលំបាកអ្នកដទៃមិនងាយធ្វើបានដោយគាត់ឡើយបើយើងនឹងទៅកាន់ភ្នំចិត្តកោចិញ្ចាក់ពីទីនេះទៅអានុភាពនៃបុណ្យបារមីរបស់ស្ដេចហង្សនៃសេតរដ្ឋៈក៏មិនប្រកបឡើយព្រោះថាកើតដែលយើងទៅហើយព្រោះយើងនឹងមិត្តធម៌របស់យើងក៏នឹងមិនប្រកបដែរទាំងបត់នៃព្រានក៏មិនបានយករាជាក៏នឹងមិនបានតាំងនៅក្នុងបញ្ចសិលសេចក្តីប្រាថ្នារបស់ព្រះទេវីក៏មិនបានដល់ទីបំផុតនឹងពោលថាអ្នកសម្លាញ់ការបើដូចនេះអ្នកនឹងលេងខ្ញុំទៅមិនបានទេអ្នកគឺត្រូវតែសម្ដែងនៅខ្លួនខ្ញុំទាំងអស់នេះឲ្យដល់ព្រះជានេះជាគំនិតរបស់ហង្សសេនាបតីបានគិតថាបើសិនជាខ្លួននេះឯងបានទៅកាន់ភ្នំចិត្តកោតនោះគឺអានុភាពរបស់ស្ដេចហង្សមិនបានប្រកបទេព្រោះគិតយកតែរួចខ្លួនគឺមិនបានគិតដល់មិត្តធម៌ដែលនាយព្រាននឹងមានឧបការៈមកលើហើយចំណែកបុត្រភរិយារបស់នាយព្រានទាំងនាយព្រានហ្នឹងក៏មិនបាននៅយសដល់ធំហើយព្រះជាក៏មិនបានតាំងនៅក្នុងសិល5ផងហើយព្រះនាងទេវីនោះក៏មិនបានសម្រេចសេចក្តីប្រាថ្នាដែលថាចង់បានស្ដាប់ធម៌ដែរនៅពេលនោះគឺថាហង្សព្រះបរមពុរិស័ទហើយនិងហង្សសេនាបតីក៏បានប្រាប់ដល់នាយព្រាននោះថាសូមឲ្យនាំយើងទៅបង្ហាញដល់ព្រះជាចុះទុកជាបុគ្គលទីឈ្នួលរបស់ព្រះរាជាណាលោកចូលនាំយើងខ្ញុំឲ្យទៅដល់ព្រះរាជានោះតាមប្រាថ្នាចុះព្រះរាជាព្រះនាងសង្យមៈនឹងធ្វើតាមកបប្រតិក្នុងព្រះរាជានិវេសនោះនាយនេសាទបានស្ដាប់ពាក្យនេះហើយទៅក៏បានពោលថាម្នាក់អ្នកដ៏ចម្រើនអ្នកកំពេញចិត្តដើម្បីឲ្យព្រះជាស្ទាត់ប្រណិតឃើញឡើយមកថាព្រះជាទាំងឡាយគឺគួរឲ្យមានសេចក្តីភ័យខ្លាចគឺព្រះអង្គនឹងធ្វើអ្នកឲ្យទៅតាមបំណងប្រាថ្នាឲ្យអ្នករំឬក៏មិនដូច្នោះនឹងសម្រាប់អ្នកសម្រាប់នោះសុមុខហង្សទៅបានពោលជាមួយនឹងនាយព្រាននេសាទនោះថាមនានាយព្រានដែលជាសម្លាញ់អ្នកឲ្យជីវិតយើងអ្នកកុំគិតកង្វល់អ្វីឡើយគឺខ្ញុំនេះឯងធ្វើមនុស្សអាក្រក់ដូចជាអ្នកនេះឲ្យបានមានចិត្តទន់ភ្លន់មកជាមនុស្សល្អដោយធម្មកថារឿងអីដែលថាព្រះរាជាដែលមានប្រតិយ៉ាងណានោះគឺយើងមិនអាចធ្វើឲ្យព្រះអង្គមានប្រតិទន់ភ្លន់ទៅបាន
យើងនឹងធ្វើឲ្យព្រះរាជាមានប្រតិទន់ខ្លួនជាពិតប្រាកដព្រោះថាព្រះរាជាទាំងឡាយជាអ្នកឆ្លាតចេះស្គាល់នៅវាចាជាសុភាសិតឬក៏ទុភាសិតអ្នកចូលនាំខ្ញុំទាំងពីរនេះទៅកម្មសំណាក់របស់ព្រះរាជាដោយឆាប់រហ័សចុះតែការដែលនាំទៅហើយកុំនាំទៅដោយការចងចូលញ៉ាំខ្ញុំនេះឯងឲ្យទុំនៅក្នុងត្រង់នៃផ្កាឈើហើយនាំទៅការដែលអ្នកធ្វើនៅត្រង់ដោយផ្កាឈើអ្នកចូលធ្វើត្រង់នៃស្ដេចហង្សភតរដ្ឋនឹងឲ្យធំនឹងហើយចងជួរទៅដោយផ្កាឈូកពើសចំណែកខាងខ្ញុំនេះអ្នកចូលធ្វើត្រង់ឲ្យតូចបន្តិចចុះហើយចងទៅដោយការឈូកក្រហមហើយចូលនាំស្ដេចហង្សភតរដ្ឋហ្នឹងទៅអំពីខាងមុខចំណែកខ្ញុំហ្នឹងទៅតាមក្រោយធ្វើឲ្យមានសភាពទៀតយ៉ាងនេះហើយចូលនាំទៅសម្ដែងដល់ព្រះរាជាចុះនាងព្រាននោះបានស្ដាប់ពាក្យរបស់សុមុខហង្សនោះហើយក៏គិតថាសុមុខហង្សគង់នឹងប្រាថ្នាគាល់ព្រះរាជាឲ្យប្រទានយសដល់យើងដែលជាយសធំបកើតមានចិត្តសោមនស្សត្រេកអរ